solo trip នៅវៀតណាមវគ្គ5និយាយថាវគ្គនោះវគ្គទៅវៀតណាមម្ដងចេញ5វគ្គកាលថ្ងៃហ្នឹងគឺជិះទៅកន្លែងដែលគេ review តាម TikTok តាមអី trend គេអស់ហ្នឹងអញ្ចឹងមានជាការជួលម៉ូតូមួយដើម្បីជិះទៅកន្លែងអស់ហ្នឹងហើយនេះគឺជាកន្លែងដែលខ្ញុំទៅតាម TikTok តាមគេ review អីចឹងទៅតែគេថាកន្លែងអស់ហ្នឹងយ៉ាងហោចណាស់ពេលយើងមកវៀតណាមយើងត្រូវទៅស្គាល់កន្លែងអស់ហ្នឹងម្ដងអញ្ចឹងចង់ដឹងថាខ្ញុំទៅបានកន្លែងណាខ្លះជាមួយនឹងម៉ូតូមួយគ្រឿងនេះហើយពេលយើងទៅជាក់ស្ដែងតែវាមានការប្លែកឬក៏វាដូចគេនិយាយអត់អញ្ចឹងទៅមើលទាំងអស់គ្នាចឹងកន្លែងខ្ញុំទៅដំបូងគេហ្នឹងគឺកាហ្វេពមន់អញ្ចឹងអាពេលនេះអត់ទាន់ជួលម៉ូតូឯងគឺខ្ញុំដើរពីកន្លែងគេហ្នឹងមកកន្លែងហ្នឹងមកហើយនេះឈ្មោះហាងកាហ្វេហ្នឹងនិយាយទៅឃើញអ្នកមកពីខ្មែរហើយអ្នកដែលទៅបរទេសផ្សេងឃើញ review កន្លែងហ្នឹងរៀងច្រើនដែរអញ្ចឹងក៏សម្រេចចិត្តមកកន្លែងហ្នឹងមកហើយហាងកាហ្វេគេជាប់ផ្លូវមកហើយយើងចង់អង្គុយក្នុងក៏បានអង្គុយក្រៅក៏បានខ្ញុំ choose to អង្គុយក្រៅគាត់ក្នុងហ្នឹងគឺលក្ខណៈវៀតណាមលក្ខណៈដូចវៀតណាមចិនអីចឹងហើយរៀងស្ងប់ស្ងាត់អត់សូវមនុស្សច្រើននេះពេលទៅហ្នឹងហើយខ្ញុំ order កាហ្វេអា signature គេកាហ្វេពងមន់ egg coffee ហ្នឹងហើយនឹងនេះសម្រាប់ breakfast និយាយទៅអានេះអរ៉ុបកាត់វៀតណាមអីចឹងប៉ុន្តែនេះទឹកត្រី sauce វាហ្នឹងឆ្ងាញ់និយាយទៅញ៉ាំមួយពងទារបៀបជាប់ភ្នៅហើយមកអានំប៉័ងហ្នឹងធម្មតាតែយើងកំបាញ់វាចូលគ្នាទៅអែមរបស់គេមែនហើយតម្លៃកាហ្វេដូចតែ3រៀលទេហើយនំប៉័ងហ្នឹងដូចជាខ្ទង់3រៀលដែរអញ្ចឹង breakfast ខ្ញុំអស់តែ6រៀលប៉ុន្តែអែមបានអង្គុយញ៉ាំមើលទេសភាពហើយពេលហ្នឹងមានមេឃភ្លៀងតិចទៀត best feeling in the world បដ ாய்ចឹងភាពបន្ទាប់មកស្ថានភាពឲ្យសួរព័ត៌មានរឿងជួលម៉ូតូនិយាយទៅអ្នកនរគ្នានៅនេះជួលម៉ូតូដល់ស្មុគស្មាញអីទេយើងគ្រាន់តែមាន passport ឬក៏ ID អីចឹងដូចយើងជួលនៅខ្មែរដែរហ្នឹងហើយកាន់តែស្រួលហ្នឹងពេលដែលខ្ញុំជួលហ្នឹងគឺជួលឡើងខ្ញុំគេហ្នឹងហើយតម្លៃគេពេញមួយថ្ងៃហ្នឹងគឺអស់140,000អញ្ចឹង140,000ដងវាខ្ទង់5រៀលជាង76រៀលចង់បានម៉ូតូឥឡូវជិះទៅ department cafe មុនគាត់ហ្នឹងគេផុស trend អីដែរនៅហ្នឹងគេមានអាគារជា story ប៉ុន្តែសិតតែហាងកាហ្វេអញ្ចឹងពេលដល់យើងផ្ញើម៉ូតូផ្ញើអីចឹងទៅហើយនេះបរិវេណនៅខាងក្រោមហ្នឹងនិយាយទៅបើខ្ញុំចូលចិត្ត vibe ចង់វាមើលទៅលក្ខណៈ local ប្លែកៗចឹងតាមធម្មតាក្រោមវាដូចជាអគារធម្មតាចាស់អីចឹងតែគ្រាន់តែគេជាយកហ្នឹងមកច្នៃរបៀបដូចជា authentic aesthetic អីគេហើយនៅក្រោមគេហ្នឹងគេមានចដាយន្តទៀតហើយចដាជើងចឹងពេលហ្នឹងខ្ញុំឈូសទូដាចដាជើងព្រោះចដាយន្តដូចមានមនុស្សច្រើនហ្នឹងខ្លាចចូលទៅស្អុយក្លៀកស្អុយបរិយចឹងឥឡូវនេះរៀងដូចជាងហាយតិចមានម៉ៃអីចឹងម៉ៃរបស់ក្រុមហ៊ុនហ្នឹងបាទអញ្ចឹងសូម export ខ្លួនឯងមកបន្តិចទៅអាម៉ៃដាក់នៅជាប់ខ្លួនហ្នឹងម៉ៃរបស់ក្រុមហ៊ុនទេព្រោះសារវានឹងវាជាប់ក្នុងកតាបស្រាប់អញ្ចឹងក៏យកមកប្រើទៅតែគ្រាន់តែនិយាយបានមួយម៉ាត់មានមនុស្សឈប់និយាយវិញឥឡូវពងតហោហាងកាហ្វេឈ្មោះ Maraki ហ្នឹងឃើញ TikTok គេសចេះឲ្យមកអញ្ចឹងហើយហាងកាហ្វេមួយនៅមុខហាងឬក៏ផ្លូវចូលហ្នឹងគឺ decor ស្អាតហ្មងអញ្ចឹងបើអ្នកបកកែថតរូបនិយាយមែនទាំងតែដល់ជាន់ទី3ហ្នឹងគឺអាចបាន50សន្លឹកចឹងមកដល់ហាងកាហ្វេហ្នឹង order ខ្ញុំយកកាហ្វេតេរ៉េនទៅមិនអីគេប្លែកមានទាំងកាហ្វេដូងកាហ្វេតេរ៉េនកាហ្វេផ្លែឈើនិយាយទៅភាគច្រើនគេញ៉ាំកាហ្វេដូងតែខ្ញុំដូចស្រុកយើងធ្លាប់មានកាហ្វេដូងអីដែរខ្ញុំក៏ញ៉ាំកាហ្វេតេរ៉េនវិញហើយបរិយាកាសនៅក្នុងហាងគេទៅចូលទៅវាមានអារម្មណ៍ផាសុខភាពអញ្ចឹងហើយគេនៅមានកន្លែង outdoor ដែលយើងអាចអង្គុយនៅនឹងបានអង្គុយទៅគឺឃើញទេសភាពទីក្រុងហូជីមិញហ្មងឃើញអគារខ្ពស់ហើយនឹងសួនច្បាររបស់គេជាប់នឹងហើយពេលហ្នឹងភ្លៀងទៀតហើយនិយាយទៅភ្លៀងរហូតដល់ពេលទៅនឹងហើយបើនិយាយពីរសជាតិកាហ្វេវិញកាហ្វេគេឆ្ងាញ់តែគ្រាន់បើសិនជាយើងចូលចិត្តញ៉ាំកាហ្វេដូចខ្ញុំភាគច្រើនញ៉ាំកាហ្វេហ្មងអាហ្នឹងវាដូចរៀងផ្អែមវាមានលក្ខណៈផ្លែឈើអីតែវា is good to try topping jelly ទៀតឆ្ងាញ់ហើយក្រៅពីកាហ្វេនៅហ្នឹងគេមាន souvenir store ហើយខ្ញុំដើរមកហាងហ្នឹង2ជុំបាទខ្ញុំសម្រេចចិត្តហ៊ានចូលហ្នឹងក៏ភ័យដែរនិយាយទៅយើង solo travel តែយើង introvert អញ្ចឹងដើរព្យាយាមលៀបឲ្យតែគេឈរចិត្តហ្នឹងគឺfeel uncomfortable ហ្មងអញ្ចឹងក៏ខ្ញុំសម្រេចចេញទិញអា postcard នេះមួយទិញអាហ្នឹងមួយដើម្បីឲ្យលុយគេសិនហើយយើងអាចដើរមើលdetail នៅក្នុងហាងហ្នឹងបន្តទៀតហើយ postcard ហ្នឹងដូចអស់តែ2000ទេ2000ហើយក្នុងហ្នឹងគឺមានរបស់ច្រើនមែនទែនដែរបើសិនជារៀបអ្នកជួយចិត្តទិញអាចនឹងទិញច្រើនហើយកន្លែងបន្ទាប់ជាម៉ូតូទៅ people committee អត់ដឹងមិនអាហ្នឹងវាដូចជាមានរូបសំណាកមួយដែលបង្ហាញកន្លែងអីគេក្រសួងគេហ្នឹងតែឃើញគេក៏សចេះដែរថាឲ្យយើងទៅនឹងដែរគ្មានគេសចេះតែខ្ញុំមានអារម្មណ៍ថាចង់ទៅស្គាល់អញ្ចឹងក៏ជិះទៅហោកន្លែងហ្នឹងអញ្ចឹងទៅដល់កន្លែងហ្នឹងវាគ្រាន់តែជាដូចជាផាកមួយតែផាកគេធំគេមានដាំផ្កាដាំអីស្អាតអញ្ចឹងណាគេមានរូបស្នាក់មួយតំណាងឲ្យ people committee ហ្នឹងទៅហើយកន្លែងបន្ទាប់ដែលត្រូវស្គាល់ហ្នឹងគេហៅបាញ់ដាំងខ្វាយផាកហើយជិះកន្លែងហ្នឹងដូចមានជាការវែងផ្លូវតិចតួចអីផងព្រោះសារអ៊ីនធឺណិតវាដើរតែអត់មានបញ្ហាយើងបានជិះ enjoy មើលទេសភាពរហូតទោះវែងផ្លូវប៉ុន្តែផ្លូវដែលវែងធ្វើឲ្យយើងស្គាល់ផ្លូវថ្មីអីចឹងតារាម៉ាដល់កនេះទៅដល់កន្លែងថោដោនផាកហ្នឹងវាអត់អីវាដូចកន្លែងមាត់ទន្លេអីអញ្ចឹងណាតែយ៉ាងណាក៏យើងបានដល់កន្លែងហ្នឹងអញ្ចឹង check list មួយបន្ទា
តមកទៀតទៅរកកន្លែងគេញ៉ាំល្បីដែរឡើយនេះអារបៀបឆាមីសួរឆាអីគ្រឿងសមុទ្រសាច់ក្តាមឈ្មោះអីគេថុយ94ហើយទៅតាមគេ review ហ្នឹងគឺ50-50ហើយជិះរឿងយូរដែរចង់កន្លះម៉ោងតែពេលមកដល់មនុស្សច្រើនរបស់គេមានអារម្មណ៍ថា safe តែអ្នកនរគ្នាបើកមើលមនុយភ្លឺភ្នែកបដ ாய் មួយចានគឺមានចការ5-10អីឡើងព្រោះដោយសារមុខគឺគេយកក្តាមទាំងមូលមកខ្ញុំអត់មានជំរឿសពេលហ្នឹងខ្ញុំសួរគេថាមានចានតូចអីអត់ចឹងហើយគេថាអត់មានទេ order ទៅសំខាន់អ្នកលក់នៅនឹងខ្ជូតគាត់ចេះនិយាយអង់គ្លេសហើយយើងអត់មានជំរឿសអីថាបើជ្រុលមកហើយ order ទៅ15រៀលជាងក៏ order ដែរតែពេល order ទៅមែនអ្នកនរគ្នាសាច់គេវាស័ក្តិសមនឹងតម្លៃហ្នឹងហ្មងតែគ្រាន់នេះបើសិនយើងមកគ្នាច្រើនអាហ្នឹងវាល្អវាញ៉ាំបានគ្រប់គ្រាន់គាត់ថាញ៉ាំទៅតែបើខ្ញុំម្នាក់ឯងមួយចាននេះគឺញ៉ាំអត់អស់ហ្មងតែបើនិយាយសាច់ក្តាមគឺស្រស់ឆ្ងាញ់ juicy ខ្ទិះ100% ឆ្ងាញ់ហ្មងតែគ្រាន់តែសាច់មីសួរគេហ្នឹងវាអត់ដូចមីសួរយើងធ្លាប់ញ៉ាំរៀងធំបន្តិចរៀងស្វិតតែ overall មកឆ្ងាញ់ឲ្យ9លើ10ហើយពេលយើងបានញ៉ាំបងស្រីហ្នឹងក៏មកឌឺយើងទៀតក៏មកដល់សួរថាមិនដែរអូខេអត់អីចឹងឃើញយើងពិចារណាច្រើនពេកបាទតែចុងក្រោយអាណិតមានជាការខ្ចប់ព្រោះញ៉ាំអត់អស់គឺសុំគេខ្ចប់គាត់ក៏ខ្ចប់ឲ្យមកស្អាតចឹងទៅចឹងចេញពីហ្នឹងយើងទៅបេសកកម្មបន្តទៅ Central Park ចឹង Central Park ហ្នឹងមែនតើ is a park តែសួនច្បារគេធំណាស់សិតដើមឈើធំហើយនិយាយទៅទីធ្លាវាធំខ្លាំងហ្មងហើយខ្ញុំមកនេះមកឲ្យស្គាល់អញ្ចឹងយើងគ្រាន់តែដើរលេងអីទូទេបើថាឲ្យ special អីខ្លាំងវាមានមនុស្សអីមកច្រើនអត់ទេចឹងដោយសារពេលហ្នឹងថ្ងៃច័ន្ទអញ្ចឹងដូចអត់សូវមានមនុស្សអីច្រើនទេភាគច្រើនពេលដែលខ្ញុំទៅហ្នឹងខ្ទង់ម៉ោងរៀងរសៀលអញ្ចឹងមនុស្សគេមកហាត់ប្រាណអីរបៀបធម្មតាហើយខ្ញុំនេះក៏មានជាការពុតដៃពុតជើងអីណារលាច់អីតិចតួចដែរវាឈឺខ្លួនដែរមួយថ្ងៃឯងចឹងអ្នកនរគ្នាម៉ៃរបស់កន្លែងការងារទៀតបាទគឺមានជាការអៀនដីបន្តិចបន្តួចយកម៉ៃកន្លែងធ្វើការយកមកធ្វើ vlog ខ្លួនឯងអញ្ចឹងតែបើកាត់តន់ប្រើយើងយកមកប្រើអញ្ចឹងថ្ងៃនេះអត់ដឹងនិយាយមិនខ្មិចអត់និយាយទៅយើងមិនមែនជា vlogger អញ្ចឹងនិយាយអីក៏វាឆ្កងដែរតែគ្រាន់តែមានភាពក្លាហានជាងមុនបន្តិចក្នុងការដើរនិយាយតាមផ្លូវព្រោះសារនេះអត់សូវមានមនុស្សកន្លែងនេះវាធំហើយស្ងាត់អាចយើងអង្គុយរលិចឬក៏ដើរហាត់ប្រាណអី1 2 3ដើរទៅមុខទីវាឃើញអាកន្លែងទឹកគេបាញ់ចូលមាត់អញ្ចឹងវាឆ្វេងស្ដាំអត់មានមនុស្សក៏ចុចផឹកទៅប៉ុន្តែ fail សាហាវហ្មងអូតែដោយសារកូនខ្មែរម្នាក់នេះ strong in Cambodia អញ្ចឹងក៏បន្តបាញ់ឲ្យវាចូលមាត់បាញ់ម្ដង2ដងអត់ចូលមាត់មួម៉ៅបដ ாய் មួម៉ៅខ្លាំងហ្មងអ្នកនរគ្នាពេលហ្នឹងហើយចេញពីហ្នឹងទៅមានបញ្ហាម៉ូតូអីពេញហ្នឹងម៉ូតូដេអត់ឆេះហើយបន្ទាប់មកសបុតហ្នឹងគឺគេ call ហៅឲ្យទៅផ្ទះព្រោះដោយសារខ្ញុំបុកខុសថ្ងៃនិយាយទៅមិនរៀនរសជាតិចេញចាំមើលតាមដានទស្សនាវគ្គ6រសជាតិបន្តហ្នឹងតែមានរសជាតិយ៉ាងម៉េចទៅ